ពេលដាក់បាយឲ្យស៊ីមកពេលពិបាកណាបងប្អូនវាច្រើនគ្នាពេកហើយវាចង្អៀតគ្នាបងប្អូនវាជិះជាន់គ្នាស្រែកចឹងបែកត្រង់វាត្រង់ចង្អៀតត្រង់វាធំដែរប៉ុន្តែវាគ្នាច្រើនដាក់ទៅវាជន់គ្នាវាខ្លះចូលស្នូកវាបាគ្នាចឹងទៅបងប្អូនហើយកញ្ជ្រូកនេះវាច្រើនតែខ្លាឃ្លោកនឹងក្រហមអត់សូវមានសទេបងប្អូនហើយរាងគេស្អាតណាបងប្អូននេះមើលតាគេគេហើយខ្នងគេរាងហាប់បងប្អូនមិនសូវជាឆ្អឹងលោតប្រហែលទេបងប្អូនគឺវាមនុស្សឆ្អឹងរូបរាងវានេះធំដំណាលគ្នាបងប្អូនអត់មានវល់ដកទេធំបន្តិចវែងបន្តិចធំបន្តិចវែងបន្តិចញាត់សាច់កូនជ្រូកនេះវាចាស់ខែបងប្អូនស៊ីចំណីស្តត់មែនតែនបំបែកមេបានយូរដែរហើយបងប្អូនកូនជ្រូកគឺល្អហើយនិយាយពីស៊ីប៉ិនស៊ីបងប្អូនដាក់ប្រមាណក៏ស៊ីអស់ដែរបងប្អូនហើយប៉ុន្តែអាស្នូកដាក់រៀបអាចដាក់ប្របខាងចេះវាចូលទៅដើមគ្នាមិនងាយចាក់ទេបងប្អូនពេលគឺវេទនានឹងចាក់នឹងវាចង្អៀតពេកពេលស៊ីវាមិនបានរៀបគ្នាល្អណាបងប្អូនខ្លះឡើងទុំពីលើចន់លើស្នូកចឹងខ្លះរុកស្ដុលពីក្រោមគេចេះមានអីល្អមើលដែរលោកអ្នកចិញ្ចឹមច្រើនទៅយល់អារម្មណ៍អ្នកចិញ្ចឹមដូចគ្នាបងប្អូនគឺពិបាកឲ្យស៊ីមួយពេលហ្នឹងគឺពិបាកបើមានដាក់ស្នូកវិលនោះវាអត់ពិបាកដាក់ទេប៉ុន្តែបើស្នូកយើងរៀបអត់ដាក់ប្របខាង